ដល់សួស្តីអ្នកនរគ្នាឥឡូវហ្នឹងយើងមកបន្តសាច់រឿង The Apocalypse ដែលជាភាគ14របស់យើងហើយយើងក៏ឲ្យសាំញ៉ាំយូរចូលនៅក្នុងសាច់រឿងរបស់យើងតែម្ដងទៅពេលហ្នឹងលោកពូគឺបានសួរហាក់ឈុលថាតើហាក់ឈុលហ្នឹងគឺមានកម្រងចង់ទៅកែមណានមែនទេហាក់ឈុលតែឯងដឹងទេថាផ្លូវនៅកែមណានគឺបានបិទអស់ហើយគ្រប់ច្រកល្ហកឯងគឺចង់ទៅដោយរបៀបណាទៅពីព្រោះតែកន្លែងហ្នឹងវាពិតជាមានគ្រោះថ្នាក់ខ្លាំងមែនតើពេលដែលហាក់ឈុលគឺបានលឺលោកពូគឺបានសួរដូច្នេះគាត់ក៏មិនបានប្រកែកជាមួយនឹងលោកពូដែរគាត់ពិតជាមានកម្រងចង់ទៅកាំងណាមពិតមែនដោយសារតែគាត់ហ្នឹងគឺចង់ទៅតាមផ្លូវក្រោមដីសិនជាផ្លូវក្រោមដីនោះគឺមិនទាន់បិទនោះទេគាត់នឹងទៅតាមខ្សែទី5ដើម្បីទៅកាំងណាមពីព្រោះតែគាត់នឹងពិតជាចង់ជួបទៅកាន់ប្អូនស្រីរបស់គាត់ខ្លាំងមែនតើពេលដែលលោកពូគឺបានឮថាហាក់ឈុលគឺចង់ទៅតាមខ្សែទី5នោះពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើតែគាត់គឺបាននិយាយថាកន្លែងមួយនឹងហើយដែលគាត់គឺបានចាក់ចេញអំពីកូនស្រីរបស់គាត់ដែលកន្លែងនឹងហើយគឺជាកន្លែងស្ថានីយ៍កាំងណារូពេលដែលហាក់ឈុលគឺបានលើលោកពូនិយាយអញ្ចឹងទៅគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើហើយពេលហ្នឹងគឺគាត់បានគិតថានឹងហើយគឺជាខ្សែបន្ទាត់មួយដែលជាប់នៅក្នុងខ្សែបន្ទាត់ទាំង5ទៅជាប់នឹងទន្លេហានហើយជាខ្ញុំនឹងត្រូវដើរ6 7ស្ថានីយ៍ពីទីនេះដើម្បីទៅចាំងហានទីហ្នឹងហើយជាគោលដៅរបស់ខ្ញុំដែលខ្ញុំនឹងត្រូវតែឆ្លងកាត់កន្លែងហ្នឹងដោយសារតែវាគឺជាចំណតដ៏សំខាន់ពេលហ្នឹងហាក់ឈុលគឺបានឆ្លើយតបទៅលោកពូវិញថាគាត់នឹងឆ្លងកាត់តាមចំណតរថភ្លើងក្រោមដីដើម្បីឆ្លងទៅចាងអានហើយខ្ញុំនឹងឆ្លុះទៅស្ថានីយ៍ទាំងណារូបន្តទៀតដើម្បីទៅរកកូនស្រីរបស់លោកពូផងដែរព្រោះខ្ញុំគឺបានដឹងថាកូនស្រីរបស់លោកពូគឺនៅក្បែរនោះទេពេលដែលលោកពូគឺបានលើដូច្នេះគាត់គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយគាត់គឺបាននិយាយថាក៏គិតដូច្នោះដែរថាកូនស្រីរបស់គាត់ប្រហែលជាអាចនឹងនៅទីហ្នឹងតែវាពិតជាពិបាកខ្លាំងមែនទែនដោយសារតែខ្ញុំនឹងគឺបានបើកឡានទៅម្ដងហើយពេលហ្នឹងគឺខ្ញុំបានបើកឡានទៅស្ថានីយ៍កាំងណារូវាពិតជាអាក្រក់ខ្លាំងមែនទែនពីព្រោះតែខ្ញុំនឹងគឺបានជាប់គាំងនៅកន្លែងហ្នឹងថាកន្លែងហ្នឹងវាពិតជាមានស៊ុំប៊ីច្រើនខ្លាំងមែនទែនពេលហ្នឹងគឺខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងបោះបង់ឡានមួយហ្នឹងចោលដើម្បីរត់ទៅចាងហានពីព្រោះតែចាងហានគឺវាមានសុវត្ថិភាពជាងវាពិតជាសំណាងអាក្រក់ខ្លាំងមែនទែនដោយសារស្ថានីយ៍ចាងហានហ្នឹងគឺវាពិតជាមានស៊ុំប៊ីច្រើនខ្លាំងមែនទែននៅក្នុងស្ថានីយ៍ចាងហានហ្នឹងពេលហ្នឹងគឺខ្ញុំបានរត់កាត់ទៅដល់ស្ថានីយ៍កាំងណារូម្ដងទៀតវាពិតជាឆ្ងាយខ្លាំងមែនទែនដោយវាគឺជិត10គីឡូដីនោះនឹងហើយដែលខ្ញុំគឺបានគាំងនៅកន្លែងមួយនឹងឯងខ្ញុំតែបានពួកឯងគឺមកជួយខ្ញុំទេបើមិនសិនជាពួកឯងគឺមិនបានជួយខ្ញុំទេប្រហែលជាខ្ញុំនឹងគឺបានស្លាប់បាត់ទៅហើយពេលដែលហាក់ឈុលគឺបានលឺលោកពូនិយាយដោយផិតភ័យបែបនេះក៏បាននិយាយទៅកាន់លោកពូវិញថាហើយកាំងណារូគឺមានចម្ងាយ10គីឡូដីពីទីនេះហើយវាក៏មានគ្រោះថ្នាក់ច្រើនដែរបើសិនជាយើងគឺបើកឡានចូលនោះវានឹងពិតជាមានគ្រោះថ្នាក់ខ្លាំងមែនទែនតែលោកពូនឹងកំពុងតែគិតអ្វីហ្នឹងពេលដែលលោកពូគឺបានលឺហាក់ឈុលគឺបានសួរបែបហ្នឹងនោះក៏បានឆ្លើយតបទៅកាន់ហាក់ឈុលវិញថាគាត់គឺមិនបានពិនិត្យមើលផ្លូវទាំងអស់នោះទេដោយសារតែគាត់នឹងគឺបញ្ញាប្រកទៅកាន់កូនស្រីរបស់គាត់ពេកហើយណាមួយស្ថានភាពនៅពេលហ្នឹងគឺវាពិតជាបថុចញុចខ្លាំងមែនទែនមួយទៀតកន្លែងមួយហ្នឹងវាពិតជាមានឡានស្ទះច្រើនខ្លាំងមែនទែនហើយនឹងមានកំតិចឡានបាក់បែកគឺធ្លាក់នៅកន្លែងហ្នឹងដែលធ្វើឲ្យវានឹងពិតជាពិបាកធ្វើដំណើរហើយវាមិនអីនោះទេឯងគឺអាចបើកបរបានប៉ុន្តែបើសិនជាឯងគឺបើកបរឡានវិញនោះហើយជាពួកឯងអាចនឹងមានគ្រោះថ្នាក់រហូតដល់ស្លាប់ហើយពេលដែលហាក់ឈុលគឺបានលឺលោកពូនិយាយអញ្ចឹងទៅគាត់ក៏បានទម្លាក់ទឹកមុខចុះបន្តិចពេលហ្នឹងហាក់ឈុលគឺគាត់បាននិយាយថាបើសិនជាយើងគឺចង់បើកបរចូលកន្លែងហ្នឹងវាពិតជាពិបាកខ្លាំងមែនទែនបើសិនជាយើងគឺចង់បើកបរចូលកន្លែងមួយហ្នឹងហើយការជជែករបស់ពួកគាត់ទាំងអស់គ្នាហ្នឹងគឺបានបញ្ចប់ត្រឹមហ្នឹងហើយចុចរឿងរបស់យើងក៏បានកាត់ចូលដល់អ្នកមីងជីយុនគាត់គឺបាននាំមីនជុនហើយនឹងយេណាហ្នឹងគឺមករកកន្លែងគេងដោយពេលហ្នឹងគឺគាត់បានយកបន្ទប់កូនស្រីរបស់គាត់ហ្នឹងឲ្យយេណាហើយនឹងមីនជុនហ្នឹងគឺគេងនៅកន្លែងហ្នឹងទៅណាមួយកូនស្រីរបស់គាត់ក៏មិនបាននៅកន្លែងហ្នឹងដែរអញ្ចឹងទៅគាត់ក៏ផ្ដល់បន្ទប់មួយហ្នឹងដើម្បីឲ្យពួកគេទាំងពីរអ្នកហ្នឹងគឺស្នាក់នៅហើយពេលហ្នឹងគឺអ្នកមីងគឺបានអង្វរឲ្យយេណាហ្នឹងគឺគេងនៅកន្លែងហ្នឹងទៅដោយសារតែគាត់ហ្នឹងគឺបានដឹងថាយេណាគឺប្រហែលថ្ងៃហ្នឹងគឺនាងមិនបានគេស្កប់ស្កល់នោះទេពេលដែលយេណាគឺបានលឺអ្នកមីងនិយាយដូច្នេះនាងក៏បានបែរមើលមុខទៅកាន់មីនជុនពេលហ្នឹងយេណាគឺបានបដិសេធជាមួយនឹងអ្នកមីងដោយនាងគឺបាននិយាយថានាងគឺមិនចង់គេងនៅកន្លែងហ្នឹងទេគឺនាងគឺចង់គេងជាមួយនឹងមិត្តភ័ក្តិរបស់នាងនៅកន្លែងទទួលភ្ញៀវក៏បានដែរពេលដែលមីនជុនគឺបានលឺដូច្នេះគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយយេណាហ្នឹងគឺមិនចង់គេងនៅលើគ្រែដែលមានពូកទុនបើឲ្យនាងនឹងទៅគេងលក់ស្រួលនោះទេបើជានាងនឹងគឺចង់ជ្រើសរើសទៅគេងនៅក្នុងបន្ទប់ទទួលភ្ញៀវជាមួយនឹងពួកគេទាំងពីរនាក់ទៅវិញអញ្ចឹងទៅធ្វើឲ្យមានជនគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនគាត់សឹងតែមិនជឿនៅក្នុងតិចរបស់គាត់ពេលហ្នឹងមានជនគឺបាននិយាយទៅកាន់យេណាថាហេតុអ្វីបានយេណាហ្នឹងគឺមិនចង់គេងលក់ស្រួលតែម្នាក់ឯងអញ្ចឹងព្រោះតែនៅក្នុងបន្ទប់មួយហ្នឹងវាមានគ្រែហើយនឹងពូកទុនធ្វើឲ្យនាងហ្នឹងគឺអាចគេងលក់ស្រួលម្នាក់ឯងបាននិយាយអញ្ចឹងអំបញ្ញមិញខ្ញុំគឺដឹងថានាងពិតជាអៀនខ្ញុំខ្លាំងមែនទែនពេលដែលពួកយើងទាំងពីរនាក់ហ្នឹងគឺអង្គុយជាមួយគ្នាមែនទេយេណាពេលដែលយេណាគឺលឺមានជនសួរដូច្នេះនាងពិតជាអៀនខ្លាំងមែនទែនដោយពេលហ្នឹងគឺនាងបានវាយទៅកាន់មីនជុនតែម្ដងព្រោះតែពេលហ្នឹងមីនជុនគឺបានញាស់យេណាច្រើនខ្លាំងមែនទែនធ្វើឲ្យនាងហ្នឹងគឺក្តៅឆៅហ្មងយេណាគឺនាងបាននិយាយថានាងគឺចង់វាយមីនជុនឲ្យស្លាប់នៅកន្លែងហ្នឹងហ្មងចាមីនជុនហ្នឹងពិតជាញាស់នាងច្រើនខ្លាំងមែនទែនដែលឌៀលថានាងគឺខ្លាចខ្មោចអីចឹងណាអ្នកនរពេលដែលពួកគេទាំងអស់គ្នាកំពុងតែរកគេហើយនោះមីនជុនគាត់ក៏បានសួរហាក់ឈុលថាតើហាក់ឈុលហ្នឹងគឺបានពិនិត្យមើលជុំវិញផ្ទះឬនៅថាវាអាចនឹងមានគ្រោះថ្នាក់ដែរទេបើសិនជាវាមានគ្រោះថ្នាក់ហាក់ឈុលហ្នឹងគឺជួយប្រាប់
ប្រាប់អាការគាត់ផងហើយពេលហ្នឹងហាក់ឈុលគឺបានតបទៅកាន់មានជនវិញថាគឺវាមិនអីនោះទេគាត់គឺបាននិតមើលគ្រប់ច្រកល្ហកហើយគឺវាគ្មានអ្វីដែលធ្វើឲ្យពួកយើងហ្នឹងគឺគ្រោះថ្នាក់នោះទេពួកឯងទាំងពីរនាក់គឺអាចគេងនៅកន្លែងហ្នឹងស្រួលបានពេលដែលហាក់ឈុលគឺបាននិយាយឲ្យនោះមានជនគឺបានដុតទៅកាន់ហាក់ឈុលថាសិនជាចង់ឲ្យហាក់ឈុលហ្នឹងគឺគេងលក់ស្រួលនោះត្រូវឲ្យហាក់ឈុលហ្នឹងគឺគេងអោបកំភ្លើងគាត់ជានិច្ចដោយសារតែភ្លើងគាត់នៅហើយដែលធ្វើឲ្យគាត់ហ្នឹងគឺគេងលក់ស្រួលបានយើងមើលទៅកាន់ហាក់ឈុលទៅហាក់ដូចជាគាត់គឺមិនបានឆ្លើយតបជាមួយនឹងមានជនវិញទេពួកគេទាំងអស់គ្នាក៏ឈប់និយាយគ្នាហើយក៏សង្ងំគេងទៅហើយពេលហ្នឹងយើងគឺបានឃើញថាយេណាគឺនាងមិនទាន់គេងលក់នោះទេព្រោះតែនាងពិតជាគិតរឿងច្រើនខ្លាំងមែនតែនចឹងទៅដែលធ្វើឲ្យនាងគឺមិនអាចគេងលក់ស្រួលនោះទេនៅថ្ងៃហ្នឹងពេលហ្នឹងយេណាគឺបានឃើញហាក់ឈុលហើយនឹងមានជនហ្នឹងពិតជាគេងលក់ស្រួលខ្លាំងមែនតែនតែបែកជានាងហ្នឹងគឺគេងមិនលក់ទៅវិញហើយស្រាប់តែពេលហ្នឹងយេណាក៏បានដាស់ទៅកាន់មានជនចឹងណាមានគិតអីប្រែប្រយ័ត្នកញ្ញពេលដែលមានជនគឺបានឃើញថាយេណាគឺដាស់មកកាន់គាត់បែបនេះគាត់ពិតជាឆ្ងល់ខ្លាំងមែនតែនហេតុអ្វីបានជាយេណាហ្នឹងគឺដាស់មកកាន់គាត់ទៅវិញហើយយើងមើលទៅកាន់យេណាវិញនាងពិតជាសើចសប្បាយខ្លាំងមែនតែននាងគឺបាននិយាយទៅកាន់មានជនថាប្រហែលជាមានជនគឺខ្លាំងណាស់ហើយមើលទៅបើសិនជាមានជនមិនប្រកាន់អីនោះទេអាចអង្គុយនិយាយលេងជាមួយនឹងនាងបានដោយសារនាងពេចមិនលក់តរតែសោះចឹងទៅនាងក៏សម្រេចចិត្តថាដាស់មានជនហ្នឹងឲ្យមកនិយាយជាមួយនឹងនាងអូនិយាយអញ្ចឹងមានជនតាលោកហ្នឹងកំពុងតែគិតអីហ្នឹងខ្ញុំគ្រាន់តែចង់បបួលលោកហ្នឹងគឺនិយាយលេងជាមួយនឹងខ្ញុំតែប៉ុណ្ណោះពេលដែលមានជនគឺបានលឺយេណាសួរដូច្នេះគាត់ក៏បានឆ្លើយតបទៅកាន់យេណាយ៉ាងលឿនវិញថាគាត់នឹងកំពុងតែគិតអំពីម៉ាក់របស់គាត់ដោយសារតែគាត់នឹងពិតជានឹកទៅកាន់ម៉ាក់របស់គាត់ខ្លាំងមែនទែនអូអញ្ចឹងមានន័យថាលោកកំពុងតែនឹកម៉ាក់របស់លោកមែនទេនិយាយអញ្ចឹងម៉ាក់របស់លោកគឺសុខសប្បាយដែរឬទេមានជនពេលដែលមានជនគឺបានឃើញថាយេណានិយាយដោយព្រួយបារម្ភបែបនេះមានជនគឺគាត់បានគិតថាប្រហែលជាយេណានឹងគឺព្រួយបារម្ភអំពីគាត់ដែរហើយមើលទៅពេលដែលមានជនគឺបានគិតហើយនោះគាត់ក៏បានឆ្លើយតបទៅកាន់យេណាវិញថាពេលដែលគាត់កំពុងតែអង្គុយញ៉ាំអាហារជួបជុំគ្នាជាមួយនឹងសាររបស់លោកពូជេហ៊ុនហើយនឹងពួកឯងទាំងពីរនោះខ្ញុំមានអារម្មណ៍ថាពិតជានឹកម៉ាក់របស់ខ្ញុំខ្លាំងមែនទែនពីព្រោះតែខ្ញុំនឹងគឺខានញ៉ាំបាយជាមួយនឹងគាត់យូរហើយតាំងពីរីករាលដាលនៅវីរុសស៊ុំប៊ីមកពេលដែលយេណាគឺបានលឺមានជននិយាយអញ្ចឹងទៅនាងពិតជាអាណិតមានជនខ្លាំងមែនទែនហើយនាងគឺបាននិយាយទៅកាន់មានជនថាពួកយើងទាំងអស់គ្នានឹងស្វែងរកទៅកាន់ម៉ាក់របស់មានជនហើយនាងប្រកាសថាម៉ាក់របស់មានជនគឺមិនកើតអីនោះទេគ្រាន់តែមានជនគឺបានលឺយេណានិយាយលើកទឹកចិត្តគាត់ដូច្នេះគាត់ក៏បានអរគុណទៅកាន់យេណាហើយគាត់ក៏សប្បាយចិត្តបន្តិចដែរដែលយេណាហ្នឹងគឺលើកទឹកចិត្តមកកាន់គាត់ហើយមានជនក៏បានងើបឡើងដោយគាត់គឺបានសួរទៅកាន់យេណាថាគាត់គ្រាន់តែចង់ដឹងអំពីរឿងរបស់យេណាបន្តិចបន្តួចតែប៉ុណ្ណោះចឹងទៅយេណាគឺនាងកុំខឹងមកកាន់គាត់អីគាត់គ្រាន់តែចង់ដឹងថាឪពុកម្ដាយរបស់យេណាឥឡូវហ្នឹងតើពួកគាត់ហ្នឹងគឺស្ថិតនៅកន្លែងណាទៅហើយខ្ញុំហ្នឹងគឺសុំទោសផងបើសិនជាខ្ញុំហ្នឹងគឺចង់ដឹងរឿងរបស់នាងនោះគឺយេណាហេតុអ្វីបានជានាងគឺមុខស្ពូនបែបនេះនាងគឺមិនចង់និយាយរឿងម៉ាក់ប៉ារបស់នាងគឺប្រាប់ប្រកាន់ខ្ញុំមែនទេហើយនាងដឹងទេថាពួកគាត់ទាំងពីរនាក់ហ្នឹងហើយគឺជាម៉ាក់ប៉ារបស់នាងតែម្នាក់គត់អ្វីបានជានាងគឺមិននឹកនាទៅកាន់ពួកគាត់ទាំងពីរនាក់អញ្ចឹងយេណាពេលដែលយេណាគឺបានលឺមានជននិយាយដូច្នេះនាងគឺបានឆ្លើយតបទៅកាន់ជនវិញថានាងនឹងប្រាប់រឿងទាំងអស់របស់ម៉ាក់ប៉ារបស់នាងគឺប្រាប់ទៅកាន់គាត់ព្រោះតែនាងគឺមិនដែលនិយាយរឿងម៉ាក់ប៉ារបស់នាងនឹងគឺប្រាប់ទៅកាន់អ្នកដទៃនោះទេតែឥឡូវហ្នឹងគឺនាងគិតច្បាស់ហើយថានាងនឹងប្រាប់ទៅកាន់មានជនទាំងអស់ព្រោះគ្រួសាររបស់នាងគឺជាគ្រួសារដែលបែកបាក់គ្នាហើយម៉ាក់របស់នាងនៅផ្សេងប៉ារបស់នាងនៅផ្សេងខ្ញុំមិនដឹងថាមានជនហ្នឹងគឺបានដឹងអំពីឪពុករបស់ខ្ញុំដែរឬទេនិយាយឲ្យត្រង់ទៅឪពុករបស់ខ្ញុំពិតជាមានឈ្មោះល្បីល្បាញខ្លាំងមែនតើព្រោះតែគាត់ហ្នឹងគឺបានផុសគ្រប់ទីកន្លែងក្នុងទូរទស្សន៍តាំងទស្សនាដីនិយាយពាក្យហ្នឹងអត់ចាញ់ទេអ្នកនរគ្នាអធិស្ឋានផងទាំងក្នុង social media ឬក៏តាមមន្ទីរពេទ្យធំៗគឺមានរូបគាត់គ្រប់កន្លែងគេឈ្មោះរបស់គាត់ពិតជាល្បីល្បាញខ្លាំងណាស់ម្ដាយរបស់នាងគឺជាអ្នកវិទ្យាសាស្ត្រម្នាក់ដែលល្បីល្បាញតែឥឡូវហ្នឹងពួកគាត់ទាំងពីរគឺបានលែងលះគ្នាហើយម៉ាក់របស់ខ្ញុំគឺបានជ្រើសរើសទៅនៅក្នុងប្រទេសអាមេរិកតាំងពីនាងហ្នឹងគឺនៅក្មេងឯណោះតាំងពីពេលហ្នឹងមកគឺនាងបានរស់នៅជាមួយនឹងឪពុករបស់នាងហើយនឹងម្ដាយចុងរបស់នាងហើយសាច់រឿងក៏បានកាត់ចោលបណ្ដារឿងពីមុនរបស់មានជនហើយនឹងយេណាពេលហ្នឹងយេណាគឺបាននិយាយចំអកទៅកាន់មានជនថាមានជនហ្នឹងគឺតែងតែធ្វើរឿងដដែលពិតជាពួកឲ្យនាងធុញទ្រាន់ជាមួយនឹងមានជនខ្លាំងមែនតើដោយសារតែមានជនហ្នឹងគឺតែងតែស្កើជាមួយនឹងនាងជានិច្ចព្រោះតែនាងហ្នឹងគឺបាននិយាយច្រើនជាមួយនឹងមានជនខ្លាំងមែនតើតែបែរជាមានជនហ្នឹងគឺមិនអើពើនឹងសម្ដីរបស់នាងតែធ្វើឲ្យនាងពិតជាខឹងជាមួយនឹងមានជនខ្លាំងមែនតើពេលហ្នឹងយេណាគឺបានគិតនៅក្នុងចិត្តថាមានជនពិតជាបណ្ឌិតមានជនខ្លាំងមែនតើដោយសារមានជនហ្នឹងគាត់គឺជាមនុស្សម្នាក់ដែលក្រីក្រហើយមួយទៀតនៅពេលដែលគាត់គឺបានទៅសាលាម្ដងហ្នឹងតែងតែមានគេបូលូនឹងធ្វើបាបប្រកាន់គាត់តែនាងបែរជាមិនអាចជួយទៅកាន់មានជនបានទៅវិញហើយជាពេលហ្នឹងយេណាគឺបានស្រែកទៅកាន់មានជនថានាងនឹងឲ្យផាកសុងប៊ីនហ្នឹងគឺវាយទៅកាន់មានជននៅថ្ងៃស្អែកពេលដែលមានជនហ្នឹងគឺមកសាលារៀនម្ដងទៀតតែយើងមើលទៅកាន់មានជនទៅហាក់ដូចជាគាត់គឺមិនអើពើជាមួយនឹងយេណានោះទេបើជាយេណាហ្នឹងគឺបានគម្រាមមានជនថានាងនឹងឲ្យផាកសុងប៊ីនហ្នឹងគឺវាយទៅកាន់គាត់ក៏ដោយពេលដែលយេណាគឺបានគម្រាមមានជនហើយនោះនាងក៏បានដើរចូលនៅក្នុងផ្ទះរបស់នាងដោយនាងគឺបានគិតថានាងគឺមិនត្រូវមានចិត្តអាណិតទៅកាន់មានជននោះទេដោយសារនាងពិតជាស្អប់មានជនខ្លាំងមែនតើគ្នាដែលលើពាក្យថាស្អប់ចំពោះលើ
ហ្នឹងវាអញ្ចឹងណាហើយវាអីមានជនគឺជាបរិសុទ្ធសំណាងមិនមែនដូចអ្នកមើលអត់លិតហើយសាច់រឿងរបស់យើងគ្រប់ចាប់ត្រឹមហ្នឹងតែអញ្ចឹងអ្នកនរគ្នាបើសិនជាចង់មើលរឿងចាស់ៗរបស់ខ្ញុំអីអាចjoin link ក្នុងក្រុមខ្ញុំបានហើយសម្រាប់ link រឿងរបស់ខ្ញុំវិញគឺនៅក្នុង comment ខោ bio YouTube របស់ខ្ញុំនឹងឯងអ្នកនរគ្នាគឺអាចចុច join ទៅមើលបានបាយអ្នកនរគ្នាពីខ្ញុំមីសគីស្រឡាញ់អ្នកនរគ្នា